សួស្តីអ្នកនរគ្នាភាសាមិញគឺយើងបានបញ្ចប់ទាក់ទងទៅនឹងបច្ចុប្បន្នចំនួន5ហើយកាលនេះនឹងតបជាភាសាមិញទៀតចំនួន5ទៀតអញ្ចឹងមុននឹងតមេរៀនលោកគ្រូចង់បញ្ជាក់ដែរថាបច្ចុប្បន្ននៅក្នុងភាសាកូរ៉េមានទាំងអស់19ហើយស្រៈមានទាំងអស់21ហើយស្រៈយើងបានរៀនរួចអស់ហើយនៅសល់បច្ចុប្បន្នយើងបានរៀនបាន5ហើយឥឡូវនេះយើងនឹងរៀនចំនួន5បច្ចុប្បន្នទៀតចឹងនេះគឺជាព្យញ្ជនទី5ទី6ព្យញ្ជនទី1នេះគេហៅថាភាពភាពភាពនេះផងដែរពេលរៀនសរសេរគឺមានពាក្យថាភាពមានពីរម៉ាត់ភាពភាពប៉ុន្តែនៅពេលដែលយើងអានគឺយើងអានសំឡេងចេញតែមួយទេគឺភាពសំឡេងពីរប៉ុន្តែស្ដាប់ទៅដូចសំឡេងមួយអញ្ចឹងបាទហើយព្យញ្ជនភាពនេះផងដែរចំពោះរៀនសរសេរគឺមិនខុសពីព្យញ្ជនមុនទេបានសរសេរពីលើចុះក្រោមពីឆ្វេងទៅស្ដាំជាយើងត្រូវសរសេរពីលើចុះមកក្រោមពីឆ្វេងទៅស្ដាំទី1ពីឆ្វេងទៅស្ដាំទី2ហើយពីលើចុះមកក្រោមយើងសរសេរពីឆ្វេងទៅស្ដាំពីលើចុះមកក្រោមប៉ុន្តែដោយសារខាងលើវាមុនអញ្ចឹងត្រូវសរសេរមុនអញ្ចឹងយើងត្រូវសរសេរពីលើចុះក្រោមពីឆ្វេងទៅស្ដាំទី1ពីឆ្វេងទៅស្ដាំទី2ហើយនឹងពីលើចុះមកក្រោមអញ្ចឹងព្យញ្ជនភាពនេះផងដែរគឺអឺសំឡេងខ្យល់របស់ព្យញ្ជនភាពនេះគឺសំឡេងភឺ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 គឺសំឡេងខ្យល់តិចតិចចេញតាមជើងធ្មេញភឺភឺហើយព្យញ្ជនភាពនេះផងដែរបើនៅពីមុខវាអាចស្មើនឹងអក្សរផឬអក្សរផនៅពីមុខស្មើអក្សរផឬអក្សរផនៅពីខាងក្រោយជីឬក៏នៅពីខាងក្រោយផុតវាស្មើនឹងអក្សរបនៅខាងក្រោមព្យញ្ជននៅខាងក្រោមពាក្យក៏វាស្មើនឹងអក្សរបដែរចឹងមានថាភាពនេះនៅពីខាងមុខនេះស្មើអក្សរផឬផនៅកណ្ដាលឬនៅខាងក្រោយឬនៅខាងព្យញ្ជននៅខាងពាក្យខាងក្រោមជីវាស្មើនឹងអក្សរបហើយសូរសំឡេងខ្យល់គឺសូរសំឡេងខ្យល់ភឺភឺអូខេឥឡូវចូលទៅកាន់ការអនុវត្តទាំងអស់គ្នាចឹងចំពោះការអនុវត្តដោយសារតែនៅពីមុខវាស្មើអក្សរផឬអក្សរផចឹងយើងអានសំឡេងខ្យល់តិចតិចចឹងអានតែមិនផផាផអាផាផអាផាផអផផយផយផអូផូផយោភយោផអ៊ូហ៊ូផយូហ៊ូផអ៊ឺហ៊ឺផអ៊ីភីចេញលោកអានឡើងវិញផាភះផភយហូភយោហ៊ូហ៊ូភឺអ៊ីចឹងជំនាញនេះគឺយើងអានមានសំឡេងខ្យល់តិចតិចចេញតាមជើងធ្មេញគឺយើងអត់អានសំឡេងខ្លាំងទេអានសំឡេងស្មើធម្មតាចឹងលោកអានម្ដងទៀតផាភះផភយហូភយោហ៊ូហ៊ូភឺអ៊ីភីនេះគឺយើងប្រែថាភ្លៀងភីយើងប្រែថាភ្លៀងអូខេចឹងយើងនឹងចូលទៅមួយទៀតគឺជំនះទី5 7ជំនះទី7នេះគឺសៀត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 ចឹងយើងសរសេរនៅខាងលើនេះវាមានពាក្យស៊ីអ៊ុតប៉ុន្តែដល់ពេលយើងអានថាស៊ីអ៊ុតច្បាស់ទេគេអានថាសៀត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 តែបើយើងអ្នកខ្លះយើងបើអានវិញអានថាស៊ីអ៊ុតធម្មតាក៏បានដែរសៀតសៀតស៊ីអ៊ុតប៉ុន្តែយើងអានសម្លេងចេញតែមួយទេគឺសៀតសៀតសៀតនេះផងដែរ
ចំពោះរបៀបសរសេរគឺអត់បាក់ទេបាទយើងសរសេរពីលើចុះក្រោមពីឆ្វេងទៅស្ដាំបាទយើងសរសេរជាធម្មតាសៀវនេះគឺយើងសរសេរពីអៀងបន្តិចក៏បានដែរបាទអៀងពីលើចុះក្រោមទៅហើយពីឆ្វេងទៅស្ដាំពីលើចុះក្រោមទៅហើយពីឆ្វេងទៅស្ដាំពីលើចុះក្រោមទៅហើយពីឆ្វេងទៅស្ដាំអូខេហើយចំពោះនៅពីមុខសៀវនេះនៅពីមុខវាស្មើនឹងអក្សរសស្មើនឹងអក្សរសនៅពីខាងក្រោយជិះក៏វាស្មើនឹងអក្សរសនៅពីខាងក្រោយផុតក៏វាស្មើនឹងអក្សរសដែរប៉ុន្តែនៅពេលដែលវាคล้ายទៅជាព្យញ្ជនបង្កប់ពាក្យឬព្យញ្ជនជើងហ្នឹងនៅខាងក្រោមជិះចឹងសូរសំឡេងខ្យល់របស់វាគឺស្មើនឹងអក្សរតស្មើនឹងអក្សរតចុះឧទាហរណ៍លោកគ្រូឧទាហរណ៍ចាស់ឧទាហរណ៍ថាម៉េចឧទាហរណ៍ថាសាសាស័តសាសាស័តខាងមុខនេះសក្រាលនេះក៏ស្មើអក្សរសខាងក្រោយស្មើអក្សរសដែរប៉ុន្តែនៅខាងក្រោមជួយនឹងក្នុងពាក្យជីវាស្មើអក្សរតអញ្ចឹងយើងអានថាសាសាស័តសាសាស័តអូខេហើយនេះចូលទៅកាន់ការអនុវត្តទាំងអស់គ្នាចំពោះការអនុវត្តគឺដោយសារតែវាស្មើនឹងអក្សរសអញ្ចឹងយើងអានថាម៉េចគ្នាយើងអានថាសអាសាសអាសាសអសសយសសអូសូសយសូសអ៊ូស៊ូសយូស៊ូសអ៊ឺស៊ឺសអ៊ីស៊ីអូខេអញ្ចឹងគ្រូអានម្ដងទៀតសាសាសសសូសូស៊ូស៊ូស៊ឺស៊ីចឹងយើងអានសំឡេងស្មើហើយមានខ្យល់តិចតិចតិចសូសូនេះយើងប្រែថាសត្វគោសូប្រែថាសត្វគោអូខេសូសត្វគោអញ្ចឹងលោកអានម្ដងទៀតសាសាសសសូសូស៊ូស៊ូស៊ឺស៊ីសាសាសសសូសូស៊ូស៊ូស៊ឺស៊ីអូខេអឺមានប៉ុណ្ណឹងហើយយើងតទៅព្យញ្ជនៈមួយទៀតគឺព្យញ្ជនៈយើងយើងដែលគ្នាស្គាល់ថាចំលេខសូន្យនឹងជាព្យញ្ជនៈដែរគឺលេខសូន្យនេះគឺជាព្យញ្ជនៈយើងនេះយើងសរសេរដូចគ្នាយើងសរសេរពីឆ្វេងទៅស្ដាំពីលើចុះមកក្រោមពីឆ្វេងទៅស្ដាំហើយពីលើចុះមកក្រោមទៅឆ្វេងទៅស្ដាំហើយពីលើចុះមកក្រោមអញ្ចឹងរៀងយើងនេះបើសិនជានៅពីមុខអញ្ចឹងគឺសំឡេងស្មើសូន្យនៅក្រាលសំឡេងស្មើសូន្យនៅខាងក្រោយសំឡេងស្មើសូន្យប៉ុន្តែនៅខាងក្រោមជិះសំឡេងស្មើនឹងអក្សរងនៅពីខាងក្រោមសំឡេងស្មើនឹងអក្សรงបាទនៅជាព្យញ្ជនៈនៅពីខាងក្រោមពាក្យសំឡេងស្មើអក្សรงប៉ុន្តែខាងមុខសំឡេងស្មើសូន្យខាងក្រៅសូសំឡេងស្មើសូន្យដែរខាងចុងក្រោយគាត់ក៏សំឡេងស្មើសូន្យដែរប៉ុន្តែបើនៅពីខាងក្រោមជិះសំឡេងស្មើនឹងអក្សរអូខេចឹងយើងអានថាយើងវាសរសេរមានពាក្យពីរម៉ាត់អ៊ីអ៊ឹងប៉ុន្តែដល់ពេលយើងអានថាយើងយើងយើងវាសូត្រទៅសំឡេងមួយឯងគឺយើងសរសេរអ៊ីអ៊ឹងប៉ុន្តែដល់ពេលយើងអានយើងយើងយើងគឺសំឡេងចេញតែមួយទេអូខេអញ្ចឹងយើងចូលទៅកាន់ការអនុវត្តទាំងអស់គ្នាដោយសារតែឯងនឹងនៅពីខាងមុខសំឡេងស្មើសូន្យក្រានសំឡេងស្មើសូន្យហើយខាងក្រោយសំឡេងស្មើសូន្យអញ្ចឹងយើងអានធម្មតាយើងអានថាអាយ៉ាអយ៉អូយ៉ូអ៊ូយូអ៊ឺអ៊ីអាយ៉ាអយ៉អូយ៉ូអ៊ូយូអ៊ឺអ៊ីគឺស្រៈមូលដ្ឋានទាំង10របស់យើងនឹងឯងដោយសារឯងយើងអានសំឡេងតែស្រៈសុទ្ធដោយសារតែនេះគឺសំឡេងនៅពីមុខស្មើសូន្យក្រែកស្មើសូន្យខាងក្រោយក៏ស្មើសូន្យដែរលុះត្រានៅពីខាងក្រោមសំឡេងស្មើនឹងអក្សរងលោកគ្រូឧទាហរណ៍មួយចុះឧទាហរណ៍ជាពាក្យខខៀវនេះខអាខាងខាងអញ្ចឹងរៀងនៅពីខាងក្រោមនេះសំឡេងស្មើនឹងអក្សរងអូខេចឹងយើងចូលទៅកាន់ជួយជំនាញមួយទៀតគឺជួយជំនាញទី5 9ជួយជំនាញទី9នេះដែលយើងហៅថាជាតិ
ជាតិជាតិអញ្ចឹងជួយនេះគឺយើងទៅសេពាក្យពីរម៉ាត់ជីអ៊ឹតជីអ៊ឹតប៉ុន្តែដល់ពេលយើងអានសម្លេងចេញតែមួយទេគឺជាតិជាតិជាតិជួយនេះផងដែរចំពោះរបៀបសរសេរវាមានពីររបៀបដែរបាទថាយើងចង់សរសេររបៀបមួយណាក៏បានដែរយើងអាចសរសេរពីឆ្វេងទៅស្ដាំពីលើចុះមកក្រោមពីឆ្វេងទៅស្ដាំជិះក៏បានហើយមួយរបៀបទៀតដែលជាទូទៅពេលសរសេរដៃគឺគេសរសេរច្រើនជាកូរ៉េគឺសរសេរច្រើនជាងសរសេររបៀបនេះគឺយើងសរសេររបៀបមួយនេះបាទសរសេរពីឆ្វេងទៅស្ដាំពីលើចុះមកក្រោមពីឆ្វេងទៅស្ដាំពីឆ្វេងទៅស្ដាំពីលើចុះមកក្រោមពីឆ្វេងទៅស្ដាំរបៀបនេះគឺគេសរសេរពេញនិយមសរសេរច្រើនជាងរបៀបមួយនេះមួយនេះគឺយើងសរសេរពីឆ្វេងទៅស្ដាំហើយសរសេរស៊ីវចូលទៅរបៀបមួយនេះគឺគេអត់សូវសរសេរទេគេសរសេរពីច្រើនជាងដោយសារតែងាយស្រួលក្នុងការសរសេរចឹងជានេះផងដែរនៅពីមុខវាស្មើនឹងអក្សរឆនៅពីមុខស្មើអក្សរឆនៅពីមុខស្មើនឹងអក្សរឆចុះដល់ពីកណ្ដាលស្មើនឹងអក្សរចកណ្ដាលចុះដល់ពីខាងក្រោមស្មើអក្សរតអក្សរតអូខេចឹងអាជានេះបើនៅពីកំមុងជីស្មើនឹងអក្សរឆអក្សរឆនៅកណ្ដាលជីស្មើអក្សរចខាងក្រោយក៏ស្មើនឹងអក្សរចដែរហើយនៅពីខាងក្រោមជីស្មើនឹងអក្សរតអូខេចឹងមាន3អក្សរហ្នឹងដែលវាអានបានជាភាសាខ្មែរអូខេចឹងសំឡេងខ្យល់វាគឺសំឡេងខ្យល់ជឺជឺជឺគឺសំឡេងខ្យល់តិចតិចជាតាមជើងថ្មីអានស្មើធម្មតាអូខេចឹងយើងចូលទៅដល់ការអានតែម្ដងឧទាហរណ៍យ៉ាងនេះចឹងដោយសារនៅពីខាងមុខវាស្មើអក្សរឆក្រាលហើយនឹងខាងក្រោយស្មើចខាងក្រោយស្មើនឹងអក្សរតអញ្ចឹងពីមុខស្មើឆអានថាម៉េចយើងអានថាឆាសាឆឆឆូសូឈូជូឈឺឈីឆសាឆឆឆូសូឈូជូឈឺឈីវាសរៀងសម្រាប់អក្សរឈបន្តិចតែការពិតវាគឺជាអក្សរឆទេអូខេចេះលោកអានម្ដងទៀតឆាសាឆឆឆូសូឈូជូឈឺឈីអូខេចឹងនេះគឺជាព្យញ្ជនទី5ទី5 9ចឹងយើងចូលទៅមួយទៀតគឺព្យញ្ជនទី10ព្យញ្ជនទី10នេះអឺគឺយើងអានថាហៀត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 នេះគឺសំឡេងខ្យល់ស្មើនឹងអក្សរហឺហឺអូខេហើយចំពោះរបៀបផ្សេងក៏មានពីររបៀបដែរបាទរបៀបទី1គឺយើងសរសេរគេចឹងយើងសរសេរស្អូមុនយើងសរសេរស្អូហើយយើងសរសេរអៀងចូលទៅយើងសរសេរស្អូតមកទៀតយើងសរសេរអៀងចូលទៅនេះគឺជារបៀបទី1ដែលយើងហៅថាហៀតហៀតប៉ុន្តែរបៀបមួយទៀតគឺយើងទៅភាគច្រើនពេលដែលគេសរសេរដៃគេសរសេរច្រើនរបៀបមួយនេះបាទសរសេរអូបតក់ខ្លីមួយអូបតក់វែងបន្តិចបានឲ្យអៀងស្រអ៊ឺហើយយើងដាក់អៀងចូលតែម្ដងបានបតក់ខ្លីមួយហើយវែងតទៅទៀតដាក់អៀងចូលខំហ្នឹងខ្លីហើយវែងដាក់អៀងចូលពីខំគូសេអត់ស្អាតដោយសារតែលើអេក្រង់កុំព្យូទ័រអញ្ចឹងយើងសរសេរខ្លីមួយហើយសរសេរវែងតទៅទៀតយើងសរសេរដាក់អឺអៀងចូលទៅចង់បានព្យញ្ជនថ្មីមួយដែលយើងហៅថាហៀតហៀតហៀតនេះផងដែរបើនៅពីខាងមុខនៅពីខាងមុខវាស្មើនឹងអក្សរហពីខាងមុខស្មើអក្សរហពីខាងក្រោយក៏ស្មើនឹងអក្សរហតែពីខាងក្រោមវាស្មើនឹងអក្សរតអូខេអញ្ចឹងរបៀបពីរនឹងសរសេរមួយណាក៏បានដែរចង់សរសេររបៀបមួយនេះក៏បានចង់សរសេររបៀបមួយនេះក៏បានដែរការដែលសរសេរស្អាតតិចទៅលោកគ្រូសរសេរលើក្រោមវាអក្សរស្អាតជាងហ្នឹងយើងសរសេរពីឆ្វេងទៅស្ដាំហើយអ
ពីឆ្វេងស្ដាំមួយទៀតបន្តទៀតយើងសេយើងចូលចំពោះលោកគួរសរសេររបៀបនេះច្រើនជាងដោយសាររបៀបនេះវាស្រួលសរសេរជាងរបៀបមួយនេះអូខេចឹងនៅពីមុខក្រាខាងក្រោយស្មើហខាងក្រោមសម្លេងវាស្មើនឹងអក្សរតអូខេឥឡូវចូលដល់ការអានដោយសារតែនៅពីខាងមុខវាស្មើអក្សរហចឹងយើងអានថាម៉េចហអាហាហាហើយអាហាហអហហើយអហហអូហូហើយអូហូហអ៊ូហ៊ូហើយយូហ៊ូហអ៊ឺហ៊ឺហើយអ៊ីហ៊ីអូខេចឹងយើងអានឡើងវិញហាហាហហហូហូហ៊ូហ៊ូហ៊ឺហ៊ី អញ្ចឹងពេលខ្លះនេះយើងអត់ដែលរៀនក្រេពីមុនមកអានដល់យ៉ាងបានបន្តិចប៉ុន្តែយើងព្យាយាមអានដែលយូរទៅគឺនឹងរលូនហើយអូខេអញ្ចឹងបាទបើតាមលោកគ្រូដឹងអ្វីដែលបាទអានគឺមួយទី2នេះហើយនិងទី4នេះទី2នេះអានថា hair hair ហយ៉ា hair ហយ៉ា hair មួយនេះទី4នេះយើងអានថាហយ៉ hair ហយ៉ hair ចឹងពាក្យហျហ្នឹងគឺបាក់អានហើយកាលមុនកាលលោកគ្រូរៀនក្រេតត្បូងក៏បាក់អានដែរពាក្យហ្នឹងហျ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 នេះយើងបែរថាអណ្ដាតនេះអូខេហျនេះហျបែរថាអណ្ដាតចឹងលោកគ្រូអានម្ដងទៀតហាហျហហျហូហျហ៊ូហ៊ឺហ៊ឺជីហាហျហហျហូហျហ៊ូហ៊ឺហ៊ឺជីអូខេអឺថ្ងៃហ្នឹងយើងរៀនតែ5ជំនាញនឹងបានហើយចាំម៉ោងក្រោយจะរៀនតទៀតអូខេអរគុណច្រើនអ្នកទាំងអស់គ្នាហើយបាយបាយសុខសប្បាយទាំងអស់គ្នា